Zoom ជំរាបសួរពុកម៉ែបងប្អូនញាតិមិត្តទាំងប្រុសស្រីទាំងនៅក្នុងប្រទេសទាំងក្រៅប្រទេសសូមយើងក្នុងនាមជាខ្មែរពេលនេះវេលានេះម៉ោងនេះថៃវាមិនស្ងប់វាមិនស្ងាត់អញ្ចឹងយើងមានតែការសាមគ្គីគ្នាធ្វើយ៉ាងណាឲ្យកម្ពុជាយើងរឹងមាំឡើងទាំងក្នុងទាំងក្រៅប្រទេសបងប្អូនឈប់មានអរិភាពដាក់គ្នាបងប្អូនខ្ញុំសិក្សាប្រវត្តិសាស្ត្រខ្មែរយើងឃើញថាយើងបាត់បង់ទឹកដីអសល់តសប្ថ្ងៃហ្នឹងគឺដោយសារតែយើងអរិភាពដាក់គ្នាទៅវិញទៅមកម្ល៉េះហើយខ្ញុំមើលឃើញថាកម្លាំងបងប្អូននៅខាងក្រៅប្រទេសសំខាន់ណាស់សំខាន់ដល់ថ្នាក់ថាបងប្អូននៅគ្រប់បណ្ដាប្រទេសទាំងអស់បងប្អូនមានសិទ្ធិសេរីភាពពេញលេញក្នុងការដាក់ញត្តិគាំទ្រដាក់ញត្តិស្នើសុំឲ្យអង្គទូតស្ថានទូតនៃប្រទេសនីមួយៗដែលបងប្អូនស្ថិតនៅបងប្អូនទៅប្រកាសប្រាប់ប្រទេសទាំងនោះថាបងប្អូនជាខ្មែរហើយត្រូវប្រាប់គេថាថៃជាអ្នកវាយកម្ពុជាមុនថៃជាអ្នកឈ្លានពានកម្ពុជាបងប្អូនដាក់ញត្តិទៅស្ថានទូតប្រទេសនីមួយៗដែលបងប្អូននៅក្បែរបងប្អូននឹងអាចជួយប្រទេសយើងបានហើយព្រោះទង្វើនេះជាព្រះរាជបូជនីយកិច្ចរបស់ព្រះបាទបរមរតនកោដ្ឋព្រះនរោត្តមសីហនុព្រះវររាជបិតាកម្ពុជាព្រះវររាជបិតាខ្មែរលោកបានធ្វើក្នុងការទាមទារឯករាជ្យពីបារាំងអញ្ចឹងយើងពេលនេះក៏យើងត្រូវតែធ្វើការទាមទារឯករាជ្យពីថៃឈ្លានពានមកលើខ្មែរដើម្បីឲ្យអង្គទូតស្ថានទូតទាំងអស់បានដឹងថាថៃកំពុងតែឈ្លានពានមកលើខ្មែរហើយគេនឹងជួយអន្តរាគមន៍ទៅស្ថាប័នអន្តរជាតិដទៃទៀតដូចជាអង្គការសំខាន់ពិសេសអង្គការសហប្រជាជាតិមួយវិញទៀតខ្ញុំជឿជាក់ថាបងប្អូននឹងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកស្ថានទូតរុស្ស៊ីស្ថានទូតបារាំងស្ថានទូតចិនស្ថានទូតកាណាដាស្ថានទូតឥណ្ឌាស្ថានទូតប្រទេសផ្សេងដែលនៅលើទឹកដីដែលបងប្អូនស្ថិតនៅម្ល៉េះហើយបងប្អូននឹងមានក្តីសង្ឃឹមនឹងបានផ្ដល់ក្តីសង្ឃឹមឲ្យកម្ពុជាយើងហើយមានតែវិធីមួយនេះទេបងប្អូនដែលយើងធ្វើឲ្យពិភពលោកគេមើលយើងឃើញគេស្គាល់យើងគេជួយយើងគេអាណិតយើងគេស្រោចស្រង់ប្រទេសយើងតាមរយៈការអន្តរាគមន៍តាមមធ្យោបាយផ្សេងក្នុងប្រទេសកម្ពុជាយើងសពថ្ងៃនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកជាអ្នករាំងខ្ទប់មធ្យោបាយផ្សេងដែលទាហានថៃធ្វើការឈ្លានពានមកលើខ្មែរដោយប្រការការពារដោយកងទ័ពយុទ្ធពលខេមរៈភូមិន្ទរបស់យើងទៅតាមអន្តរព្រំដែនជាមួយនឹងថៃដូច្នេះបងប្អូននៅខាងក្រៅគឺជាអ្នកដែលធ្វើឲ្យអ្នកខាងក្នុងមានភាពស្ងប់មានសុខស្ងប់បានដោយសារតែបងប្អូនអញ្ជើញទៅដាក់ញត្តិតាមស្ថានទូតនីមួយនេះឯងมันមានមធ្យោបាយណាផ្សេងដែលយើងធ្វើឲ្យសហគមន៍អន្តរជាតិគេជួយយើងនោះទេលុះត្រាណាតែយើងដើរតាមផ្លូវច្បាប់ឲ្យអស់លទ្ធភាពណាបងប្អូនណាខ្ញុំលើកនៅក្នុងសម័យប៉ុលពត
ដែលអ្នកទាំងអស់គ្នានៅសហរដ្ឋអាមេរិកលោកឈឺចាប់ឆ្លងកាត់3ខែ8ថ្ងៃសំទុះ3ឆ្នាំ8ខែ20ថ្ងៃបងប្អូនមានការឈឺចាប់អញ្ចឹងបងប្អូនក៏ឆ្ងល់ថាហេតុអីបានសហគមន៍អន្តរជាតិមិនជួយកម្ពុជានៅពេលនោះគឺដោយសារយើងមិនបានដាក់ញត្តិទៅអង្គទូតនិងស្ថានទូតសំខាន់ដែលពាក់ព័ន្ធជាមួយកម្ពុជាយើងដូច្នេះក្នុងឱកាសវេលាដែលថៃកំពុងតែឈ្លានពានយើងនេះមានតែបងប្អូនធ្វើវិធីនេះទេវិធីដាក់ញត្តិទៅស្ថានទូតនានាទាំងអស់នេះដើម្បីឲ្យពួកលោកជួយយើងដឹងឮហើយនឹងជួយអន្តរាគមន៍មកលើសហគមន៍មកលើប្រទេសថៃនេះឯងរីឯថ្នាក់ដឹកនាំប្រទេសពិភពលោកសំខាន់ធំគាត់កំពុងតែប្រមើលមើលថាតើកម្ពុជាមានការតស៊ូដោយខ្លួនឯងកម្រិតណាគាត់កំពុងតែមើលឃើញនៅអ្វីដែលកម្ពុជាមានហើយពេលខ្លះសហគមន៍អន្តរជាតិមួយចំនួនដូចជាអាមេរិកនេះបងប្អូនគាត់មិនងាយនឹងលោកដៃមកជួយយើងត្រង់ទេដោយសារតែគាត់មានសម្ព័ន្ធមិត្តជាមួយថៃយូរហើយយើងនេះសម្ព័ន្ធមិត្តគេហៅថាអំពិលអំពែកអាមេរិកចំពោះកម្ពុជាយើងនេះទើបតែក្នុងអាណត្តិសម្ដេចបវរធិបតីនេះអាមេរិកបានងាកមកមើលឃើញកម្ពុជាយើងកំសត់ពិតប្រាកដមែនទើបលោកដូណាល់ត្រាំមានស្មារតីមកចុះសម្របសម្រួលកម្ពុជាយើងជាមួយម៉ាឡេស៊ីតាមរយៈម៉ាឡេស៊ីហើយបានសម្របសម្រួលឲ្យមានចុះសន្ធិសញ្ញានៅទីក្រុងកូឡាឡាំពួរនេះឯងជាមួយថៃបញ្ចប់សង្គ្រាមនេះជាជំហានទី1ហើយដែលអាមេរិកលោកដៃជួយកម្ពុជានៅក្នុងសតវត្សទី21យ៉ាងនេះកាលសតវត្សទី20អាមេរិកស្ទើរតែមិនលោកដៃជួយកម្ពុជាទេអាមេរិកធ្វើការប្រមាលមើលថាកម្ពុជាអាចប្រើយុទ្ធសាស្ត្រលទ្ធិប្រជាធិបតេយ្យនៅលើទឹកដីកម្ពុជាបានដែរទេដល់តែពេលយកមកប្រើមិនកើតក៏រលាយបាត់ដោយសារស្នាដៃរបស់លោកសេនាប្រមុខលន់ នល់នោះឯងអញ្ចឹងហើយយើងថ្ងៃនេះមានតែអង្គលន់តួទៅលើសហគមន៍អន្តរជាតិជាពិសេសអាមេរិកចិនរុស្ស៊ីនិងសហគមន៍អន្តរជាតិដទៃទៀតឲ្យងាកមកមើលឃើញពីទុក្ខលំបាករបស់កម្ពុជាដោយសឹកទឹកចិត្តដោយភាពស្មោះត្រង់យើងមិនអាចធ្វើដោយហិង្សាដោយទទឹងទឹះដោយយកអតីតកាលកន្លងមកគិតមកពិចារណាថាអ្នកនេះល្អអញ្ចេះអ្នកនេះអាក្រក់អញ្ចេះបានទេពេលនេះយុទ្ធសាស្ត្ររបស់យើងគឺអហិង្សានិយាយដោយខ្លីគឺអហិង្សានេះឯងអញ្ចឹងខ្ញុំសង្ឃឹមយ៉ាងមុតមាំដល់បងប្អូននៅខាងក្រៅប្រទេសនៅ